សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីម៉ុនថ្ងៃនេះយើងក៏បានមកជួបចំពោះរឿងកម្ពុជាបរោះការគ្មានពីរនៅក្នុងវគ្គទី8ដោយវគ្គលើកមុនអ្នកទាំងអស់គ្នាក៏ប្រហែលដឹងផងដែរថាមីងកាងហ្នឹងគឺបានចាប់ទៅកាងចំពោះទូស៊ីហ្នឹងគឺបានសួរសំណួរពីដែលនាងបានជួបបន្តពីទទួលបានជាមួយនឹងដំណឹងមួយនេះវាក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែវាទទួលបានជាមួយនឹងព័ត៌មានដែលវាចង់បានហើយវាក៏បានព្រមដល់លែងប៉ុន្តែកញ្ញាទូស៊ីក៏បាននិយាយធ្វើឲ្យចំពោះមីងកាងខឹងដូច្នោះវេនឹងទៅសម្លាប់អធិរាជខ្មៅកញ្ញាទូស៊ីប្រឹងរត់ចាស់ចេញពីទីនេះតែក៏បានឃើញថាមនុស្សដែលមកពីដែនដីបរិសុទ្ធក៏បានមកលំពាត់គេហើយក៏បានសួរពីមូលហេតុដែលនាងមើលទីជាមួយនឹងបិសាចមីងកាងនាងក៏ចាប់ផ្ដើមសម្ដែងធ្វើពុតឲ្យបាននិយាយថានាងគឺបានរងរបួសដោយសារតែការវាយប្រហាររបស់មីងកាងនិយាយទៅគាត់គឺពិតជាពូកែសម្ដែងតែម្ដងលោកឌួនចាងក៏បានជឿសម្ដីមួយនេះផងដែរដោយសារតែគាត់ទទួលបានចំហាយអំពីការវាយប្រហាររបស់មីងកាងដោយសារតែដឹងថានាងគឺមិនបានធ្វើអ្វីហើយក៏ឲ្យនាងរត់ចាចេញពីទីនេះឥឡូវនេះយើងបង្ហាញចំពោះយាយឆាងជីងយើងកំពុងតែរំរបួសឲ្យទៅកាន់ចំពោះកញ្ជ្រោមគឺជាអទី13មើលទៅនាងកំពុងតែលើបទៅកាន់យាយឆាងជីងរបស់យើងហើយយើងក៏បានឃើញផងដែរថាមីងកាងក៏បានមកដល់ទីនេះពួកគេក៏ត្រៀមខ្លួនជាស្រេចតែម្ដងដើម្បីដោះស្រាយជាមួយនឹងវាតែយើងក៏បានឃើញថាអំណាចរបស់មីងកាងគឺពិតជាអាចទប់ទល់ជាមួយនឹងដើមឈើអមតៈបាននេះមើលទៅហាក់បីជាអាវុធដែលវាប្រើវាពិតជាអស្ចារ្យជាខ្លាំងដោយនោះគឺជាអាវុធប្រចាំតកូលនៃតកូលខ្លាខ្មៅមើលទៅមីងកាងលើកនេះវានឹងសម្លាប់ទៅកាន់ពួកគេគ្រប់គ្នាជាពិសេសនឹងអធិរាជខ្មៅរបស់យើងក៏មិនអាចវាយប្រហារយកឈ្នះខ្លាខ្មៅបានផងដែរគាត់ក៏ប្រឹងសម្លាប់ទៅកាន់ចំពោះអធិរាជខ្មៅប៉ុន្តែអធិរាជខ្មៅរបស់យើងក៏បានយកយាយឆាងឈីងក៏មកកាងតែវាមិនខ្លាចនោះទេស្រាប់តែលើសំឡេងរបស់យាយឆាងឈីងរបស់យើងគ្រាន់តែការស្រែករបស់គាត់គឺអាចឃើញថាខ្លាខ្មៅនឹងបានប្រែតម្រង់គឺជាខ្លាលក្ខិនមួយដ៏ជាពណ៌ខ្មៅនោះក៏បានធ្វើឲ្យយាយឆាងឈីងក៏មានអារម្មណ៍ថាភ័យផងដែរហើយក៏សុកមានជាមួយនឹងខ្លាលេចឡើងមកទីនេះគាត់ក៏បានទាញជាមួយនឹងកាំបិតដើម្បីគំរាមទៅកាន់បិសាចខ្លានឹងគឺកុំឲ្យមកកាន់គាត់ប៉ុន្តែបិសាចខ្លាខ្មៅនឹងមើលទៅកាន់យាយឆាងឈីងពោពេញទៅដោយអំណាចតែម្ដងជាពិសេសនឹងគឺជាអធិរាជខ្មៅរបស់យើងនិយាយទៅគឺពូកែឌឺតែម្ដងដោយសារតែវាខឹងខ្លាំងហើយដូច្នោះវាក៏បន្ថយចំមកក្តែងតែម្ដងប្រើជាមួយនឹងពិធីសាសបូជាឈាមរបស់វាអំណាចនោះក៏បានធ្វើឲ្យពួកគេដែលមកពីទឹកដីបរិសុទ្ធក៏បានដឹងដូច្នោះពួកគេក៏បានទាក់ទងទៅកាន់និកាយតៃស៊ានប៉ុន្តែបានឃើញថាអង្គុយលេងអុកធ្វើជាអំភើយនេះក៏បានធ្វើឲ្យពួកគេក៏មានការឆ្ងល់ផងដែរហើយអ្វីបើជាពួកគេទុករឿងនេះចោលជាពិសេសជាមួយនឹងចំហាយធម្មពលដែលចេញមកកញ្ញាដែលមកពីទឹកដីបរិសុទ្ធលូក៏បានប្រាប់ថានាងក៏ទៅនោះទេមិនក៏លេងខូចគេម៉េចអូយមិនទៅទេមើលទៅអំណាចដែលបានចេញមកវាពិតជាខ្លាំងពេកហើយអ្នកធ្វើដូច្នេះវាពិតជាពិបាកដោយសារតែដូច្នោះគាត់ក៏ទៅតែម្នាក់ឯងប៉ុន្តែគាត់ក៏បានហោះបុកជាមួយនឹងរបាំងការពារដែលមិនអាចឲ្យគាត់ហោះបាននេះក៏បានធ្វើគាត់កាន់តែឆ្ងល់ជាពិសេសគាត់ក៏មិនបានចោះចាញ់ផងដែរគាត់នៅតែបន្តទៅមុខទៀតយើងមកមើលចំពោះខាងនេះវិញហើយឃើញថាខាងលក្ខិនខ្មៅជាមួយនឹងយាយឆាងឈីងរបស់យើងក៏បានប្រយុទ្ធគ្នាប៉ុន្តែអំណាចរបស់វាគឺពិតជាមិនធម្មតាឡើយវាក៏ចង់វាប្រហារទៅកាន់យាយឆាងឈីងស្រាប់តែគាត់ក៏បានយកអ្វីទេគឺបានប្រឆោតទៅកាន់គាត់អត់ថ្នាក់បីស្ដេចខ្លាខ្មៅនឹងគឺមិនអាចទប់ចិត្តបានឡើយវាគឺដូចជាកូនឆ្មាអញ្ចឹងបន្ទាប់ពីបានអាការល្អហើយយាយឆាងឈីងរបស់យើងក៏បានយកកាំបិតសម្លាប់ទៅកាន់វាទទួលបានជោគជ័យអំណាចដែលបាត់បញ្ចេញនោះក៏បានរលាយបាត់ទៅនេះក៏បានធ្វើឲ្យចំពោះព្រឹទ្ធាចារ្យក៏មានការបារម្ភជាពិសេសកញ្ញាដែលមកពីទឹកដីបរិសុទ្ធលូនាងក៏បានមកវិញផងដែរពួកគេក៏ត្រូវតែទៅមុខបន្តដើម្បីចង់ដឹងថាតែខាងមុខនឹងគឺមានរឿងអ្វីកើតឡើងព្រោះថាខ្លាចថាបិសាចខ្លាខ្មៅនឹងសម្លាប់ចំពោះមនុស្សនៅទីនោះចំពោះយាយឆាងឈីងរបស់យើងវិញបន្ទាប់ពីបានសម្លាប់ទៅកាន់បិសាចខ្លាមួយនោះហើយគាត់ក៏បានយកវាទៅទុកក្នុងផ្ទះតែម្ដងចាំយកវាធ្វើជាសាច់ស៊ីទៅសម្រាប់អតីត13កំពុងតែមានការភ្ញាក់ផ្អើលជាមួយនឹងស្ដេចខ្លាខ្មៅគឺត្រូវបានយាយឆាងឈីងរបស់យើងសម្លាប់មើលទៅអំណាចរបស់គាត់គឺពិតជាខ្លាំងមែនតើហើយនាងក៏កាន់តែលងជាមួយនឹងយាយឆាងឈីងរបស់យើងផងដែរបង្ហាញចំពោះប្រធាចារ្យទាំងពីរអ្នកនេះវិញដោយពួកគេក៏ឃើញជាមួយនឹងដានឈាមអ្វីមួយនៅពេលដែលគាត់គឺចាប់ផ្ដើមស្ទាបស្ទង់ក៏បានដឹងថានោះគឺជាឈាមរបស់ខ្លាខ្មៅមានអ្នកខ្លាំងណាម្នាក់គឺបានសម្លាប់ទៅកាន់ស្ដេចបិសាចខ្លាខ្មៅមួយនេះមិនដែរឬទេគាត់ក៏ចាប់ផ្ដើមដឹងពីមូលហេតុដែលនិកាយតៃស៊ូនគឺមិនបានខ្វាយខ្វល់ពីរឿងនេះប្រហែលមានជាមួយនឹងអ្នកខ្លាំងនៅទីនេះដូច្នោះពួកគេក៏មិនហ៊ានស៊ើបការនៅទីនេះផងដែរដោយសារតែខ្លាចអំណាចជាមួយនឹងបរិអាតកំបាំងដែលនៅក្នុងទីប្រជុំជនសៀវឈីមួយនេះសូម្បីតែពួកគេទាំងពីរនាក់ក៏មិនអាចទៅរំខានការនៅរបស់គាត់ដោយស្ងប់ស្ងាត់ផងដែរ
បង្ហាញចំពោះកន្លែងផ្ទះរបស់យាយឆាងឈីងវិញដើមឈើអមតៈក៏បាននិយាយជាមួយនឹងអធិរាជខ្មៅរបស់យើងដោយចង់ឲ្យវានៅការពារនៅទីនេះសូម្បីតែលោកចាស់ក៏ត្រូវការពារបានល្អិតល្អន់ព្រោះថាវាគឺត្រូវការពេលមួយរយៈដើម្បីសម្រាកហើយវាក៏បានប្រគល់ជាមួយនឹងទឹកឈើពណ៌មាសឲ្យទៅកាន់ចំពោះអធិរាជខ្មៅដោយដើមឈើនោះគឺពិតជាអាចជួយទៅកាន់ចំពោះអធិរាជខ្មៅប្រសិនបើមានហេតុការណ៍ណាមួយនឹកស្មានមិនដល់ហើយគាត់ក៏បានគំរាមវាផងដែរប្រសិនបើវាមិនអាចការពារមិនបានល្អនោះទេច្បាស់ជាត្រូវថ្មងរបស់វាហើយបង្ហាញមកដល់ថ្ងៃបន្ទាប់យីឆាងឈីងក៏មានការភ្ញាក់ផ្អើលដោយឃើញចំពោះមនុស្សស្រីដែលនៅលើគ្រែរបស់គាត់ដែលនោះគឺជាអតីត13របស់យើងគឺបានប្រែទៅជាទម្រង់មនុស្សទាំងដែលនាងគឺមិនបានដឹងខ្លួនថានាងគឺបានប្រែទៅជាទម្រង់មនុស្សដោយទាំងមិនដឹងខ្លួននៅពេលដែលគាត់បានពិនិត្យមើលយកចិត្តទុកដាក់ទើបបានដឹងថានេះគឺជាកញ្ជ្រោងតូចដែលខ្លួនគឺយកមកដេកអោបដោយបាននឹកស្មានដល់ថានាងគឺបានប្រែទៅជាទម្រង់មនុស្សមើលទៅកញ្ញាទី13របស់យើងពិតជាដើរតាមគាត់ជាខ្លាំងជាពិសេសនោះគឺជាអធិរាជខ្មៅរបស់យើងរូបរាងរបស់គេឥឡូវនេះពោពេញទៅដោយសាច់ដុំតែម្ដងក៏បានឃើញជាមួយនឹងដុំថ្មដែលគាត់ត្រូវការក៏បានសរសើរទៅកាន់អធិរាជខ្មៅផងដែរពិតជាធ្វើបានល្អនេះក៏បានធ្វើឲ្យកញ្ញាកញ្ជ្រោងមានការច្រណែនជាខ្លាំងចំណែកខាងអ្នកស្រុកអ្នកភូមិវិញកំពុងតែនិយាយអំពីសម្លេងរបស់ខ្លាលខិនហើយនោះក៏បានធ្វើឲ្យយីឆាងឈីងក៏មានការបារម្ភដូច្នោះគាត់ក៏មានពិធីអ្វីមួយដែលគាត់នឹងគឺបានយកសាច់ខ្លាខ្មៅនឹងគឺឲ្យទៅកាន់អ្នកភូមិអ្នកស្រុកស៊ីដើម្បីគឺកុំឲ្យពួកគេគឺមានការឆ្ងល់មកចំពោះគាត់ត្រង់នេះគេក៏និយាយលេងសើចច្រើនដែរប៉ុន្តែវាអត់សូវសំខាន់ទេយើងអាចរំលឹកបានបង្ហាញនៅពេលដែលយីឆាងឈីងជាមួយនឹងអតីត13គឺបានមកដល់ខាងផ្ទះពួកគេវិញប៉ុន្តែមើលទៅនាងគឺកំពុងតែពិបាកចិត្តព្រោះថានៅពេលនោះអ្នកភូមិគឺបាននិយាយថានាងគឺរូបរាងមិនសូវស្អាតប៉ុន្តែយីឆាងឈីងក៏បានសរសើរនាងតែម្ដងគឺដើម្បីឲ្យនាងគឺកុំឲ្យពិបាកចិត្តមើលទៅនាងគឺចង់ប្រើរាងកាយមនុស្សគឺតែចិត្តទៅកាន់យីឆាងឈីងស្រាប់តែយីឆាងឈីងក៏មានវិធីអ្វីមួយជួយនាងដែលយើងបានឃើញថាយីឆាងឈីងរបស់យើងនឹងគឺកំពុងតែគូររូបគំនូរឲ្យអ្វីមួយទៅកាន់នាងប៉ុន្តែអធិរាជខ្មៅក៏បានប្រតិកម្មអទី13មើលទៅលោកម្ចាស់ប្រហែលនឹងផ្ដល់រង្វាន់អ្វីមួយទៅកាន់អ្នកហើយយីឆាងឈីងបន្ទាប់ពីបានគូររួចហើយក៏បានឲ្យនាងមើលយើងក៏បានឃើញជាមួយនឹងការផ្លាស់ប្ដូររបស់អទី13ជាពិសេសនៅខាងត្រកូលកញ្ជ្រោងដោយបានឃើញថាធម្មពលសំណាងនៅទីនោះគឺត្រូវបានរលាយបាត់មួយចំនួនបាទទៅហើយដោយគឺកំពុងមាននរណាម្នាក់កំពុងតែស្រូបនេះក៏បានធ្វើឲ្យទូស៊ីក៏មានការឆ្ងល់ផងដែរមនុស្សមានអំណាចមកពីណាទើបអាចធ្វើដូច្នេះបាននាងក៏ទៅកន្លែងទូទីតែម្ដងគឺជាកន្លែងបិសាចមួយទៀតជាពិសេសនៅពេលដែលនាងមកដល់នាងក៏បានឃើញជាមួយនឹងត្រកូលខ្លាខ្មៅពួកគេក៏បានមកដល់ទីនេះដើម្បីដឹងថាតើស្ដេចរបស់ពួកគេគឺបានស្លាប់ឬនៅព្រោះថាបើតាមចង្កៀងព្រលឹងគឺបានរលត់បាត់ដូច្នោះពួកគេមកទៅនេះគឺដើម្បីទូទាយហើយពួកគេក៏ចង់ទទួលព័ត៌មានអំពីកញ្ញាទូស៊ីប៉ុន្តែនាងគឺគ្មានដឹងអ្វីឡើយយើងក៏បានឃើញចំពោះបរិះដែលថាគឺជាអ្នកពូកែទូទាយពួកអដែងដែលមកពីតកោខ្លាខ្មៅក៏ចង់ឲ្យគាត់ទូទាយអំពីអាយុជីវិតរបស់បុព្វបុរសរបស់ពួកគេបន្ទាប់ពីបរិះនឹងគឺចាប់ផ្ដើមទូទាយគាត់ក៏បានឃើញផងដែរថាស្ដេចរបស់ពួកគេនឹងគឺត្រូវបានស្លាប់បាត់ទៅហើយនេះបានធ្វើឲ្យពួកគេគឺចង់ទៅសងសឹកតែគាត់ក៏បានហាមទៅកាន់ពួកគេបើសិនជាមិនចង់ដាច់ពូជទេគ្រាន់តែកុំទៅឲ្យសោះព្រោះថាបរិះនោះគឺជាអ្វីមួយដែលអ្នកគឺមិនអាចប៉ះពាល់បានឥឡូវនេះគាត់ក៏បានសួរទៅកាន់កញ្ញាទូស៊ីមរកតគឺមានបញ្ហាអ្វីនាងក៏បានប្រាប់ពីហេតុការណ៍ដែលបានកើតឡើងព្រោះថាសំណាងនៅទឹកដីរបស់នាងគឺបានបាត់តមកក៏បានឲ្យគាត់ជួយទូទាយឲ្យបានដឹងថាធម្មពលសំណាងមួយចំនួនត្រូវបានប្រមូលឲ្យទៅកាន់ចំពោះកញ្ជ្រោងម្នាក់ដែលជាអទី13ឬអាចហៅថាគឺជាភាពតាក់ទាញក៏បានផងដែរនាងក៏ចង់ដឹងថាតើអ្នកខ្លាំងមួយណាទើបអាចធ្វើរឿងដូចនេះគឺទៅរួចដូច្នោះហើយទើបជានាងពឹងពាក់ទៅកាន់ចំពោះលោកគ្រូទីគាត់នឹងដូចជាឈ្មោះថាឈូឡុងប្រហែលមើលទៅនេះហើយរឿងក៏បញ្ចប់ទៅនឹងហើយអ្នកគ្នាក៏មិនបាច់ឆ្ងល់ដែរពេលខ្លះនាទីវិញពេលខ្លះនាទីក៏រឿងខ្លីក៏ប៉ុន្តែរឿងនឹងខ្ញុំដាក់ចុង5ភាគឬក៏6ភាគប៉ុន្តែនៅពេលដែលខ្ញុំសង្ខេបកាត់ទៅវាប្រហែលបាននាទីតិចចឹងហើយអ្នកគ្នាអាចនឹងថាវារឿងខ្លីហើយជាពិសេសរឿងហ្នឹងខ្ញុំក៏បានថានឹងបង្កើតគ្រប់ផងដែរសម្រាប់អ្នកមើលអាចថាពេលខ្ញុំបង្កើតចូលក្នុងគ្រប់ហ្នឹងវាអាចថាចេញគឺច្រើនជាងតែពេលខ្លះអាចថាដាក់ YouTube បានត្រឹមតែមួយថ្ងៃឬមួយភាគតែប៉ុណ្ណោះប៉ុន្តែបើសិនជាតែនៅក្នុងគ្រប់វិញខ្ញុំអាចដាក់ត្រឹមមួយថ្ងៃឬអាចថាបាន2ភាគវាក៏អាចសម្រាប់អ្នកគ្នាគឺមើលបានច្រើនហើយវាគឺគ្រាន់តែជាគ្រប់សម្រាប់បងលុយតែប៉ុណ្ណោះសម្រាប់ការចូលមើលហ្នឹងវាបងត្រឹមតែមួយខែគឺត្រឹមតែ$1ទេហើយវាគឺអាចថាខ្ញុំគ្រាន់តែចង់សាកល្បងព្រោះខ្ញុំអត់ទាន់គិតគូរថា
ចង់បង3ខែបានប្រមាណ free ប្រមាណឬក៏មួយឆ្នាំបងប្រមាណហើយ free ប្រមាណញ៉ាំអត់ទាន់គិតទេឬគ្រាន់តែខ្ញុំចង់ឲ្យអ្នកគ្នាគឺសាកល្បងមើលជាមួយនឹងការបងលុយមួយខែសិនចឹងគិតថាវាអាចទៅរួចឬអត់ជាពិសេសហ្នឹងចំពោះថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំអាចនឹងបានដាក់វាអាចថាខ្ញុំចង់សម្រាប់ពេលនោះអ្នកគ្នាគឺប្រហែលគួរឲ្យយកខ្ញុំចង់យកពេលវេលាខ្លះទុកខ្លួនឯងផងដែរប៉ុន្តែបើសិនជាខ្ញុំអាចនឹងមានពេលច្រើនថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងខ្ញុំអាចដាក់ថែមអ្នកគ្នាអាចមកភិកជួយអ្នកគ្នាគឺអាចមើលបានហើយនេះគឺគ្រាន់តែជាដំណឹងគឺខ្ញុំគឺចង់ប្រាប់ទៅកាន់បងប្អូនអ្នកគ្នាឲ្យកាន់តែដឹងច្បាស់ខ្ញុំក៏អត់មាននិយាយច្រើនផងដែរបាយបាយអ្នកគ្នាហើយចំពោះ link ហ្នឹងចាំខ្ញុំដាក់ក្នុង comment